តោះបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលការផ្សារខាត់បៀបាញ់ថ្នាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទហើយនេះការផ្សាររបស់ខ្ញុំបងប្អូនហើយខ្ញុំតែងតែបញ្ជាក់ប្រាប់បងប្អូនទាំងអស់ថាការផ្សារបើយើងផ្សារខ្សែភ្លើងអត់សូវជាប់ទេបងប្អូនហើយផ្សារយឺតទៀតបងប្អូនបាទខ្សែភ្លើងអត់សូវក្តៅទេមើលយើងផ្សារដុតដែកបងប្អូនមើលជាក់ស្ដែងបាទហុយឡើងទលោមហើយដែកដុតឡើងក្រហមដោយល្ងើភ្លើងអញ្ចឹងបងប្អូនបាទហើយយើងយកមកយើងផ្សារទាំងក្នុងទាំងក្រៅបងប្អូនយើងផ្សារបាទយើងផ្សារវាលុកហើយខ្វេះហើយលុកបាទយើងផ្សារវាជា3បងប្អូនបាទវះកណ្ដាលមួយមកវះសងខាងមួយមកហើយវះរឿងខ្លាំងតិចមកហើយយើងលុញវាបញ្ចូលគ្នាហ្នឹងគេហៅថាយើងរំលាយសាច់បញ្ចូលគ្នាតែមួយបងប្អូនបាទផ្សារបែបហ្នឹងគឺជាប់បាន80% ដែរបងប្អូនបាទបើសិនជាប៉ះពៀមុំគឺអត់បែកវិញទេបងប្អូនបើយើងផ្សារខ្សែភ្លើងគឺងាយនឹងបែកមែនតើបាទប៉ះតែបន្តិចហ្នឹងបែកភូដោយសារអីខ្សែភ្លើងអត់សូវក្តៅទេអត់សូវរំលាយសាច់បានល្អទេបាទយ៉ាងហើយបងប្អូនដែលចង់បាញ់ថ្នាំសារជ័រឡើងស៊េរីម៉ូតូក្រុមមេខ្ចៅលៀងក្បាលកន្លាយអាចតាក់ទងមកខ្ញុំបានបងប្អូនណាបាទបន្ទាប់ពីយើងផ្សារហើយនេះគឺយើងខាត់បងប្អូនបាទយើងខាត់ហើយយើងធ្វើការជូតឲ្យស្អាតហើយយើងធ្វើការបៀកកាវបងប្អូនណាកាវហើយយើងទុកកាវនឹងប្រហែលជា10នាទីឬក៏5នាទីអីទៅបាទទៅតាមការលាយរបស់យើងបាទចង់ឲ្យឆាប់ស្ងួតចង់ឲ្យយូរស្ងួតបន្តិចទៅតាមយើងចង់ដាក់ប៉ុណ្ណាប៉ុណ្ណឹងបងប្អូនណាបាទនេះបន្ទាប់ពីហើយយើងខាត់វាមកបាទនេះខាត់ឲ្យលោហើយចាំតាមដានវគ្គ2ទៀតបងប្អូនថាបាញ់ឲ្យស្រស់ស្អាតប៉ុណ្ណាបាទអរគុណសម្រាប់ការឆ្លងចូលចិត្ត